ប្រហែលមានករណីហឹង្សាមួយសេរីចាស់វាយសេរីក្មេងឥឡូវយើងគឺថាសេរីក្មេងគឺថារងរបួសបែកក្បាលបាទសេរីចាស់វាយសេរីក្មេងមុនបាទហើយតោះពីសម្ដីយ៉ាងម៉េចហើយបានបែកគ្នាតែសម្ដីរឿងចាក់បាសរឿងចាក់បាសបាទរឿងចាក់បាសខាងគេចាក់ដល់យប់ជ្រៅថាចតមកតែខាងនេះចាក់អើយខាងគេគប់ប៉ាំងគប់ដុំថងមកដែរឲ្យមានករណីហឹង្សារវាងកម្មករនិងកម្មករដូចគ្នារឿងទំនាស់ចាក់បាសបាទអ្នកនេះមកវាយគ្នាគេច្រើនចូល30នាក់ហ្នឹងអីគេ30នាក់30នាក់គ្នាគេគ្នាខ្ញុំតែ5 10នាក់ទេបានវាយក្រុមគ្នាមកនេះគេ30នាក់គ្នានេះ10នាក់បាទគុំចូលវាយពួកខ្ញុំដល់ស៊ីថាចាស់ខាងគេថាស៊ីចំណាស់ហើយហ្នឹងបាទយកស្អីគេវាយទេមកខ្ញុំដេកមកដេកទៀបដេកអុយដេកខាងពៅដេកអុយច្រើនដុំអត់ដុំថ្មគប់ខ្ញុំនឹងទុះអញ្ចឹងអស់នេះទៅក្បាលណៃបាយដោយសារតែរឿងហ្នឹងដែរមែនបាទរឿងគេវាយខ្ញុំហ្នឹងគេវាយខ្ញុំមុនហ្នឹងគេវាយចូលទៅវាយដល់ក្នុងខ្ញុំមុនហ្នឹងគេវាយរឿងចន្លោះទីទូចបាទគេហូបចោលគេរឿងไปមុនទៅគេមកវាយថ្ងៃនេះទៅខ្ញុំចេញទៅស៊ូគេទៅគេគប់ប៉ាំងសៃខ្ញុំចេញទៅស៊ូទៅគេមកវាយខ្ញុំដល់ហ្នឹងប្រជាជនយើងឥឡូវយើងឃើញថាសមត្ថកិច្ចលោកបានមកដល់នៅកន្លែងកាត់ហើយក៏ដូចជាធ្វើការចូលទៅខាងក្នុងដើម្បីធ្វើការងារនេះបន្តបន្ទាប់ពីមានករណីប្រើប្រាស់អំពើហិង្សារវាងកម្មករនិងកម្មករដូចគ្នាបងប្អូនទាំងអស់គ្នាហើយខ្ញុំមិនទាន់ដឹងថាខាងណាខុសឬក៏ខាងណាត្រូវទេតែចាក់ស្ដែងយើងទទួលព័ត៌មានតែមួយខាងតែប៉ុណ្ណោះបងប្អូនទាំងអស់គ្នាបាទនេះគឺ Power Bank 120,000 mAh brand iMac នេះគឺជា MacBook គឺយើងអាចប្រើប្រាស់បានជាមួយនឹង Power Bank 120,000 mAh brand iMac កម្លាំងសាកចេញវា66វ៉ាត់កម្លាំងថ្មពេញ120,000តែម្ដងខ្ញុំធានា3ខែបើបងប្អូនយកទៅមានបញ្ហាមិនកាន់ថ្មដូរថ្មីជូនដោយអត់មានយកអីវ៉ាន់ហ្នឹងមកជួសជុលទេពិសេសឥឡូវយើងកំពុងមាន promotion 120,000 mAh កម្លាំងសាកចេញ66វ៉ាត់យើងបញ្ចុះពី$80មកត្រឹមតែ$49តែប៉ុណ្ណោះបងប្អូនបើយើងអាចតាក់ទងទិញតាមលេខ Telegram របស់បងមករាឬមួយក៏តាម page របស់ iMac និងគ្រប់ page របស់បងមករាបាទបាទសូមគោរពនឹងជំរាបសួរទៅកាន់ប្រិមិត្តរបស់អង្គភាពសារព័ត៌មានមករា TV News ទាំងអស់គ្នាបាទនៅវេលាម៉ោង11យប់ដែលត្រូវថ្ងៃទី18បាទខែមករាឆ្នាំ2026ដោយរូបខ្ញុំបានមករារួមជាមួយនឹងក្រុមការងារកំពុងតែស្ថិតនៅក្នុងកោះនរាតែម្ដងដោយមានករណីហិង្សារវាងកម្មករនិងកម្មករដូចគ្នាដោយសារតែរឿងទំនាស់ចាក់បាសបាទហើយឈានទៅដល់ការប្រើប្រាស់អំពើហិង្សាហើយនឹងឈានទៅដល់ការមានអ្នករងរបួសបែកក្បាលនៅទីតាំងកន្លែងកាត់ហេតុនេះផ្ទាល់តែម្ដងហើយបើព័ត៌មានយ៉ាងណាវិញយើងនឹងធ្វើការសាកសួរព័ត៌មានខ្លះជុំវិញនឹងទីតាំងកន្លែងកាត់ហេតុនេះធ្វើតែម្ដងបាទប្រហែលមានករណីហិង្សាមួយសេរីចាស់វាយសេរីក្មេងឥឡូវយើងគឺថាសេរីក្មេងគឺថារងរបួសបែកក្បាលបាទអូនមកសុំមួយមកអូនបងមកអូនឯរុំក្បាលធ្ងន់ធ្ងរច្រើនជាងគេអូនមើលដេកបានថ្ងៃដែរអូនអត់ដេកបងប្អូនអត់ដេកណាតែក្បាលរុំទៅកាន់តែលៀងលបួសលៀងលបួសទេមិញរឿងអីដែរទំនាស់រឿងអីចាប់ផ្ដើមពីរឿងអីដែរបានដល់ថ្នាក់មានរងរបួសរហូតដល់ម្នាក់2នាក់ខាងលើនេះការផឹកស៊ីបងផឹកស៊ីអញ្ចឹងបាទកម្មករដូចគ្នាឬក៏យ៉ាងម៉េចដែរកម្មករដូចគ្នាតើបងកម្មករដូចគ្នាដែរបាទហើយតោះពីសម្ដីយ៉ាងម៉េចដែរបានបែកគ្នាតែសម្ដីរឿងចាក់បាសរឿងចាក់បាសបាទរឿងចាក់បាសខាងណាចាក់ហើយខាងណាទំនាស់ខាងគេចាក់ដល់យប់ជ្រៅថាចតមកតែខាងនេះចាក់អើយខាងគេគប់ប៉ាំងគប់ដុំថងមកដែរខាងគេគប់ដុំថ្មមកខាងណៃដោយសារទំនាស់រឿងចាក់បាសតែការពិតខាងគេនៅចាក់បាសទេបាទហើយនឹងអង្គុយហូបចុកតាណាមិនមកគេវាយហូបនឹងកន្លែងដេកពូនៅកន្លែងដេកបាទហើយគេមកវាយនៅដល់កន្លែងដេកអត់ទេគេគប់ដុំថ្មមកមុនពូគេគប់ដុំថ្មមុនហ៎បាទគេគប់ឲ្យបន្តទៀតយ៉ាងម៉េចដែរគប់ទៅពួកខ្ញុំចាញ់តែមើលមានការឆ្លោះគ្នាដល់គ្នាគេប្រហែលអ្នកដែរអូនគេច្រើនពូច្រើនណាបាទចំណាស់អណៃឬក៏ជុំទៅណៃកូន1កូន2ដែរពូកូន1ច្រើនពូច្រើនដែរបាទចុះកូន2កូន3ហើយហើយចុះខាងអណៃខ្ញុំកូនទីខ្ញុំមុនដំបងតាហើយ19នាក់ទេទៅបងទៅមកក្រោយគាត់មកស្រួលវាដល់មកគ្នាអណៃហ្នឹងរងរបួសបែកក្បាលមកអ្នកណា2នាក់ពូខ្ញុំពោកក្បាលទៅនេះអណៃពោកក្បាលទៅហ្នឹងដែរពោកក្បាលដល់សារទៅត្រូវមកចប់អីគេចប់ជីកបាទមកចប់អត់បែកទេទៅអត់បែកទេក្រពងគប់មកចប់ចំកណ្ដាលក្បាលពេញទៅចប់ទៅគប់មកបាទមើលបងសុំមើលរឿងអីគេបាទរឿងអីគេវាយមុនរឿងចន្លោះទីទូចបាទគេមកវាយតាមថ្ងៃខ្ញុំមកមុនសេរីចាស់វាយសេរីក្មេងបាទសេរីចាស់វាយសេរីក្មេងមុនហើយគេរឿងចន្លោះទីទូចតាមថ្ងៃមុនបាទគេហូបចោលគេរឿងไปមុនទៅគេមកវាយថ្ងៃនេះទៅខ្ញុំចេញទៅស៊ូគេទៅគេគប់ប៉ាំងសៃខ្ញុំចេញទៅស៊ូទៅគេមកវាយខ្ញុំដល់ហ្នឹងបាទជាងវាយក្នុងតុបនៅមុនពេលកាត់ហើយអង្គុយនៅណាវិញអង្គុយផឹកលេងនៅក្នុងបន្ទប់ទេដាក់បាទក្នុងកន្លែងដេករោងដេកទេដល់ពេលខ្ញុំចេញពេលគប់ប៉ាំងសៃគប់ចាំងខ្ញុំចេញមកស៊ូថាខាងណាគប់វាយគប់ខ្ញុំមែនថាបានគប់ទេម្ដងទៀតខ្ញុំចូលទៅម្ដងទៀតពេលចេញខ្ញុំចូលទៅម្ដងទៀត
គេគប់ម្ដងទៀតខ្ញុំចេញវិញគេខ្ញុំទួខាងណាគប់មកថាបានគប់បានគប់ទេគេវាយយកម្ដង គេវាយយកដល់ បាទគេ គេ វាយ បានណាវាយលើ នេះគេច្រើនចូល30នាក់នោះ អីគេ30នាក់ 30នាក់គ្នាគេគ្នាខ្ញុំតែ5 10នាក់ទេបានវាយក្រុមគ្នាមក នេះគេ30នាក់គ្នានេះ10នាក់ បាទគុំវាចូលវាយពួកខ្ញុំដល់ស៊ីថាចាស់ខាងគេថាស៊ី ហ្នឹង បាទ ប្រវត្តិជនយើងឥឡូវយើងឃើញថាសមត្ថកិច្ចលោកបានមកដល់នៅកន្លែងកាត់ហើយក៏ដូចជាធ្វើការចូលទៅខាងក្នុងដើម្បីធ្វើការងារនេះបន្តបន្ទាប់ពីមានករណីប្រាស់អំពើហិង្សារវាងកម្មករនិងកម្មករដូចគ្នាបងប្អូនទាំងអស់គ្នាហើយខ្ញុំមិនទាន់ដឹងថាខាងណាខុសឬក៏ខាងណាត្រូវទេតែជាក់ស្ដែងយើងទទួលព័ត៌មានតែមួយខាងតែប៉ុណ្ណោះបងប្អូនទាំងអស់គ្នាបាទ